រឿងដោះបំណុលជំពាក់ស្នេហ៍ភាគទី2តពីភាគមុនមកតួប្រុសរបស់យើងសធាបាននាំតួស្រីរបស់យើងកនិកានេះមកដល់ផ្ទះគេហើយគេបានអញ្ជើញនាងឲ្យចូលទៅក្នុងផ្ទះដោយសារតែឃើញតួស្រីរបស់យើងនឹងត្រេកត្រត់អញ្ញែមញញឹមដូចជាមិនហ៊ានចូលផ្ទះតែគេប្រាប់ថាខ្ញុំមិនមែននៅម្នាក់ឯងនោះទេខ្ញុំនៅមានមេដោះនៅជាមួយថែមទៀតផងមិនត្រឹមតែប៉ុណ្ណោះខ្ញុំនៅមានអាតូនីនៅមួយទៀតបន្ទាប់ពីពួកគេទាំងពីរបានចូលទៅចំណែកមេដោះក៏ល្វីល្វាងធ្វើម្ហូបធ្វើមហាដើម្បីទទួលពួកគេបានចុងភៅមួយនេះពិតជារហ័សរហួនតាន់ចិត្តតែម្ដងម៉ែនួនស្រឡាញ់សធាដូចជាកូនបង្កើតអញ្ចឹងចំណែកសធាវិញក៏មានការកក់ក្ដៅជាមួយនឹងម៉ែនួនដូចគ្នាដែរហើយនៅពេលដែលកាត់ឃើញកនិកាទៀតកាត់កាន់តែស្រឡាញ់ចូលចិត្តហើយមានអារម្មណ៍ថាពួកគេពិតជាស័ក្តិសមនឹងគ្នាណាស់ប៉ុន្តែទឹកមុខរបស់សធាមិនសប្បាយចិត្តនោះទេនៅពេលដែលគេកំពុងតែមានបញ្ហាបែបនេះក៏ដោយសារតែម៉ែនួនបានដឹងរឿងរ៉ាវរបស់សធារួចទៅហើយជាមួយនឹងចិន្តាស្លេះពីពួកគេណែវិញនិយាយពីរឿងចិន្តានាងបានកេងគិតនឹកសធាស្ទើរតែរាល់យប់ថ្ងៃហើយអ្វីដែលធ្វើឲ្យនាងកាន់តែពិបាកចិត្តនោះគឺដោយសារតែនាងត្រូវបានឪពុកម្ដាយរបស់នាងបង្ខំឲ្យរៀបការជាមួយនឹងកូនប្រុសអ្នកមានគាត់បាននិយាយប្រាប់កូនគាត់ថាបរិសម្នាក់នោះពួកគាត់អាចពឹងពាក់បានដោយសារតែក្រុមហ៊ុនរបស់គាត់ស្ទើរតែខ្សែធនទៅហើយប៉ុន្តែបើកុំតែគេបានជួយលុយជួយកាក់មកប្រហែលជាគាត់មិនបានរកស៊ីមានបានដល់ថ្ងៃនោះទេហើយអ្វីដែលសំខាន់គឺគេស្រឡាញ់កូនស្រីគាត់ដូច្នេះគាត់ត្រូវតែលើកឲ្យគេហើយគាត់បង្ខំឲ្យនាងត្រូវតែរៀបការជាមួយជាដាច់ខាតឈប់នឹកឈប់គិតដល់សធាទៀតទៅព្រោះថាគាត់តកឱកាសឲ្យ5ឆ្នាំហើយដោយសារតែនាងធ្លាប់សន្យាជាមួយឪពុកម្ដាយរបស់នាងថាបើសិនជាសធាធ្វើមិនបានសម្រេចនោះទេគេនឹងព្រមលះបង់សធាចោលតាមឪពុកម្ដាយម្ដងព្រោះពេលនេះរយៈពេល5ឆ្នាំទៅហើយប៉ុន្តែបើក្នុងចិត្តគេវិញស្ទើរតែបែកដើមទ្រូងឥឡូវនេះនាងក៏បានសម្រេចចិត្តរៀបការជាមួយនឹងបុរសម្នាក់នោះតាមឪពុកម្ដាយចាំមើលស្នេហាចិន្តាហើយជាមួយនឹងបុរសម្នាក់នោះនឹងคล้ายទៅជាយ៉ាងណាបន្តទៅទៀតបើចិន្តាមិនបានស្រឡាញ់បុរសម្នាក់នឹងសូម្បីតែបន្តិចអាពាហ៍ពិពាហ៍ត្រូវបានមកដល់ការញញឹមទាំងបង្ខំនិយាយពីម្ដាយតួស្រីរបស់យើងឯនេះវិញទោះបីជាគាត់ឈឺយ៉ាងណាក៏គាត់នៅមិនសុខដែរពេលនេះក៏បានធ្វើដំណើរមកដល់ផ្ទះលោកគ្រូសធាទាំងព្រឹកតែម្ដងនោះក៏ដោយសារតែគាត់គេមិនលក់បក់មិនហើយដោយសារតែកូនស្រីរបស់គាត់នោះបានមកនៅផ្ទះសធាយូរពេកពេលនេះគាត់បានមកដល់គាត់សុំនិយាយជាមួយលោកគ្រូសធាទៅ2នាក់បន្ទាប់ពីជំរាបសួរនឹងសួរសុខទុក្ខរួចហើយពេលនោះសធាក៏បានសួរទៅកាន់ម្ដាយកនិកាថាតើអ្នកមីងមកទីនេះមានការអីដែរពេលនោះម្ដាយកនិកាក៏បានសុំនិយាយរឿងបន្តិចសង្ឃឹមថាលោកគ្រូសធានឹងទទួលតាមសំណើរបស់គាត់បាននិយាយថាគាត់គឺជាស្ត្រីមេម៉ាយទូរគតជន់ក្ររហេមរហាមដូច្នេះគាត់សុំនិយាយជាមួយលោកគ្រូសធាដោយសារតែគាត់នឹងមានកូនស្រីធំតែម្នាក់តែប៉ុណ្ណោះម្យ៉ាងនាងក៏តស៊ូដើម្បីប្អូននិងខ្លួនរបស់គាត់ដែរខណៈពេលនោះលោកគ្រូសធារៀងងើយឆ្ងល់ហេតុអីបានជាម្ដាយរបស់កនិកានិយាយបែបនេះខណៈពេលនោះដែរលោកគ្រូសធាក៏បានអោយគាត់នឹងរៀបរាប់ប្រាប់មកតាមពិតទៅម្ដាយកនិកាបានមកសុំឲ្យលោកគ្រូសធានឹងចោះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយនឹងកូនស្រីគាត់ដោយហេតុផលថាកូនស្រីរបស់គាត់ត្រូវបានមកនៅផ្ទះសធាហើយមើលទៅដូចជាមិនសមនោះទេដោយសារតែកូនស្រីរបស់គាត់ជាស្រីហើយមកនៅផ្ទះខាងប្រុសមិនថាក្នុងឋានៈជាអ្វីនោះទេដូច្នេះមកអ្នកស្រុកថានាងនឹងបានរត់តាមប្រុសបាត់ទៅហើយប៉ុន្តែគាត់សុំឲ្យលោកគ្រូសធាចោះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយនឹងកូនស្រីគាត់ផងទោះបីជារឿងនេះមិនកាត់ឡើងឬក៏កាត់ឡើងក៏ដោយក៏គាត់ព្រមទទួលយកដែរឲ្យទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយនឹងកូនស្រីរបស់គាត់ហើយគាត់នឹងមិនទាមទារអ្វីទាំងអស់លើបែបនេះភ្លាមកនិកាក៏រត់មកជួបម្ដាយហើយក៏បាននិយាយថាម៉ែហេតុអីបានជាម៉ែធ្វើបែបនេះពេលនោះម្ដាយរបស់នាងក៏បាននិយាយថាកូនស្រីកូនមិនទាន់យល់ពីបញ្ហារស់នៅក្នុងសង្គមនោះទេរឿងនេះទុកឲ្យម៉ែអ្នកចាត់ចែងចោះខណៈពេលនោះដែរគាត់ក៏ព្យាយាមនិយាយជាមួយលោកគ្រូសធាលុះត្រាណាតែលោកគ្រូសធាព្រមទទួលយកកនិកាធ្វើជាភរិយាសំណើមួយនេះធ្វើឲ្យលោកគ្រូសធាពិតជាហួសចិត្តខ្លាំងណាស់តែមិនដឹងថាអារម្មណ៍លោកគ្រូសធាយ៉ាងណានោះទេក៏យល់ព្រមជាមួយនឹងម្ដាយកនិកាតែម្ដងទៅគាត់និយាយថាស្អែកនេះគាត់នឹងនាំកនិកាទៅចុះសម្បត្តិអាពាហ៍ពិពាហ៍នៅសាលាឃុំចំណែកម្ដាយកនិកាគាត់ត្រេកអរខ្លាំងណាស់គាត់ក៏បានប្រាំផ្ញើកូនរបស់គាត់ឲ្យប្រតិបត្តិបានល្អចំពោះលោកគ្រូសធាលុះដល់ពេលស្អែកឡើងលោកគ្រូសធាក៏បាននាំកនិកាទៅសាលាឃុំដើម្បីចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយនឹងគ្នាឲ្យคล้ายទៅជាប្តីប្រពន្ធស្របច្បាប់តែម្ដងប៉ុន្តែនៅខាងក្រៅពួកគេបានសន្យាថា
នឹងមិនធ្វើអ្វីឲ្យលើសលួសនោះទេថ្មីត្បិតតែមានសម្បត្តិអាពាហ៍ពិពាហ៍មែនប៉ុន្តែគេរស់នៅជាមួយនឹងគ្នាគឺបន្ទប់រៀងខ្លួនហើយពួកគេក៏បានសន្យាជាមួយនឹងគ្នាដែរថារយៈពេល5ឆ្នាំពេលដែលកណិការសងថ្លៃគ្រឿងពេជ្រដែលបានយកទៅនោះពេលណាពួកគេទាំងពីរនាក់នឹងលែងគ្នាជាស្ថាពរមករយៈពេល5ឆ្នាំនឹងមានរឿងអ្វីកើតឡើងចំពោះពួកគេទាំងពីរនាក់ហើយរឿងដែលគេបានចោះសម្បត្តិអាពាហ៍ពិពាហ៍នេះពួកគេបានប្រុងប្រែងគ្នាទុកជាការសម្ងាត់មិនឲ្យអ្នកណាដឹងនោះឡើយ